ស់មន្ទិលទូរថភ្លើងដែលក្រឡាប់ធ្លាយប្រេងចេញមកក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសិង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភីជាប់កម្ពុជាជុំវិញករណីស្រុកផ្លូវរថភ្លើងបណ្ដាលឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាយប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដែកទិសខាងជើងស្ថិតនៅភូមិច្រេះឃុំអូរតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពមកពីណានាំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ6535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនសូគីមិចប្រភពនាំចូលមកពីប្រទេសសិង្ហបុរីតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញមកទៅស្ថានីយ៍ប្រេងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តពីរជាប់ប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននឹងការអត្ថាធិប្បាយដោយគ្មានប្រភព